សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីគោរពសូមស្វាគមន៍មកកាន់ podcast For Growth ជាថ្មីម្ដងទៀតថ្ងៃនេះយើងនឹងចូលដល់ episode ទី 9 ក្រោមប្រធានបទដ៏សំខាន់មួយទៀតគឺភាពល្អឥតខ្ចោះជាឧបសគ្គរបស់អ្នក Perfection is a challenge តើអ្នកធ្លាប់គិតថានឹងព្យាយាមធ្វើអ្វីឲ្យល្អឥតខ្ចោះដែរឬទេភាពល្អឥតខ្ចោះគឺជាអ្វីដែលមនុស្សជាច្រើនស្វែងរកនិងប្រាថ្នាចង់បានប៉ុន្តែការប៉ះពាល់នៃការស្វែងរកភាពល្អឥតខ្ចោះអាចនាំឲ្យអ្នកមានការស្ទាក់ស្ទើរភាពយឺតយ៉ាវការភ័យខ្លាចនិងការបោះបង់គោលដៅរបស់អ្នកចោលក៏ថាបានពេលខ្លះវាអាចក្លាយជាឧបសគ្គដ៏ធំសម្រាប់ការរីកចម្រើនរបស់អ្នកនៅទីនេះខ្ញុំចង់និយាយពីរឿងរបស់សិស្សម្នាក់ឈ្មោះសុជាតិបានចូលរួមក្នុងការប្រកួតប្រជែងក្នុងកិច្ចស្រាវជ្រាវនៃគម្រោងសិក្សាមួយគាត់មានគំនិតល្អប៉ុន្តែគាត់តែងតែព្យាយាមធ្វើឲ្យគម្រោងមានលក្ខណៈល្អឥតខ្ចោះឲ្យខាងទៅបានប៉ុន្តែដោយសារតែគាត់មានភាពស្ទាក់ស្ទើរភាពមិនច្បាស់លាស់និងការភ័យខ្លាចរបស់គាត់ថាគម្រោងមិនបានល្អឥតខ្ចោះគាត់បានសម្រេចចិត្តបោះបង់មុនពេលបញ្ចប់វាក្រោយមកគាត់ទទួលបានជាមេរៀនមួយថាភាពល្អឥតខ្ចោះមិនមែនជាគោលដៅដែលគាត់ចង់បាននោះទេគោលដៅពិតប្រាកដគឺការរីកចម្រើននិងការបញ្ចប់ការងារដែលមានការបដិញ្ញាខ្ពស់នៅក្នុងរឿងមួយនេះបានបង្ហាញថាភាពល្អឥតខ្ចោះអាចបង្កការស្ទាក់ស្ទើរការបោះបង់និងការបរាជ័យតែការទទួលស្គាល់កំហុសនិងការរីកចម្រើនជាបន្តបន្ទាប់គឺជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ជីវិតត្រង់ចំណុចនេះខ្ញុំសូមលើកយកឧទាហរណ៍មួយទៀតគឺខ្ញុំនឹងនិយាយអំពីលោក Thomas Edison ដែលគាត់ជាអ្នកបង្កើតអំពូលភ្លើងគាត់បានសាកល្បងរាប់ពាន់ដងមុនពេលអំពូលភ្លើងដំបូងត្រូវបានបង្កើតឡើងបើសិនបើគាត់ស្វែងរកតែភាពល្អឥតខ្ចោះគាត់ប្រហែលជាបោះបង់និងបរាជ័យបាត់ទៅហើយប៉ុន្តែគាត់បានយល់ថាការរីកចម្រើនតិចតួចគឺជាផ្លូវទៅរកភាពជោគជ័យដ៏ពិតប្រាកដគាត់បាននិយាយថាខ្ញុំមិនបានបរាជ័យទេខ្ញុំគ្រាន់តែបានរកឃើញវិធី 10000 ដងនៃវិធីដែលមិនដំណើរការតែប៉ុណ្ណោះតាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះតើអ្នកបានរៀនសូត្រអ្វីខ្លះមានកត្តាមួយចំនួនដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់អាចរៀនសូត្របាននោះគឺទី1ភាពល្អឥតខ្ចោះអាចបង្កការស្ទាក់ស្ទើរការបោះបង់និងការបរាជ័យទី2ការរីកចម្រើនជាបន្តបន្ទាប់គឺជាគោលដៅពិតប្រាកដឆ្ពោះទៅរកភាពជោគជ័យទី3កំហុសគឺជាផ្នែកមួយនៃដំណើរការសម្រាប់ការសិក្សានិងភាពជោគជ័យបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចងចាំពាក្យមួយឃ្លានេះថាភាពល្អឥតខ្ចោះជាឧបសគ្គរបស់អ្នកភាពល្អឥតខ្ចោះមិនមែនជាគោលដៅដ៏ត្រឹមត្រូវនោះទេតែការរីកចម្រើនជាបន្តបន្ទាប់ទៅវិញទេទុកជាគោលដៅពិតប្រាកដក្នុងប្រធានបទថ្ងៃនេះខ្ញុំមានសំណួរខ្លះសម្រាប់អ្នកទាំងអស់គ្នាក្នុងការត្រិះរិះពិចារណាតើអ្នកធ្លាប់បោះបង់អ្វីមួយដោយសារតែវាមិនបានល្អឥតខ្ចោះដែរឬទេតើអ្នកអាចរៀនពីបទពិសោធន៍នោះដើម្បីបន្តភាពរីកចម្រើនរបស់អ្នកបានដោយរបៀបណាលោកចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោមឬជាមួយមិត្តភ័ក្តិរបស់អ្នកផ្ទាល់ចូលចងចាំផងដែរថាការចែករំលែកដ៏តូចមួយរបស់អ្នកក្នុងថ្ងៃនេះអាចជួយមនុស្សម្នាក់ឲ្យមានកម្លាំងចិត្តកាន់តែប្រសើរជាងមុនឈានដល់ទីបញ្ចប់ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់ podcast ជាមួយខ្ញុំក្នុងថ្ងៃនេះខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យកាន់តែរីកចម្រើននិងជោគជ័យជាចុងក្រោយសូមបងប្អូនប្រិយមិត្តអ្នកស្ដាប់ចងចាំថាភាពល្អឥតខ្ចោះមិនមែនជាគោលដៅសម្រាប់អ្នកនោះទេការរីកចម្រើនជាបន្តបន្ទាប់ទើបជាគោលដៅនៃភាពជោគជ័យរបស់អ្នកពិតប្រាកដជួបគ្នាថ្ងៃក្រោយក្នុងអេពីសូតទី10ដែលខ្ញុំនឹងនាំយកនៅប្រធានបទថ្មីៗដើម្បីជាការលើកទឹកចិត្តនិងជាការចែករំលែកបន្តដល់អ្នកស្ដាប់ទាំងអស់គ្នាសូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនិងជំនឿលើខ្លួនឯងជានិច្ចសូមអរគុណ